ពេលដែលស្ដេចនាគស្លាប់បូស្វាយំយែកយ៉ាងខ្លាំងស្រែកថាទេពេលនោះនាងក៏គិតថាអាចមានវិធីជួយស្ដេចនាគបាននាងក៏បើកមើលវិត្តមន្តការចងចាំពីអតីតជាតិរបស់នាងពេលនោះក៏មើលឃើញពីវាលរំហមួយជាវាលរំហដែលគ្មានពេលវេលាបើដាក់របស់អ្វីចូលក្នុងវាលរំហនោះរាប់ម៉ឺនឆ្នាំខាងក្រៅមានតែពី3នាទីប៉ុណ្ណោះនាងមិនគិតអ្វីច្រើនទេក៏ដាក់ស្ដេចនាគចូលក្នុងវាលរំហនោះនាងក៏ប្រើប្រាស់ថាមពលដើម្បីជួយស្ដេចនាគខ្លាំងពេកក៏សន្លប់បាត់ទៅពេលនោះវិត្តមន្តបន់រួញដីក៏កើតឡើងនាងដឹងខ្លួនឡើងក៏នៅឯនគរបុរាព្រោះអីមកុលបានជួយនាងមកុលក៏និយាយថាព្រះនាងបើកការចងចាំខ្លាំងពេកទើបអស់កម្លាំងអាចធ្វើឲ្យស្លាប់ជីវិតបានតើព្រះនាងមើលឃើញពីអ្វីខ្លះដែរទេបូស្បាក៏និយាយថាការបើកការចងចាំរបស់ខ្ញុំមើលឃើញជួយបងនាគបានទី1គឺត្រូវតែយកទឹកមន្តពីអំបូរគ្រុឌទី2គឺត្រូវការមន្តខ្មៅពីអំបូរយក្សចំណែកឯចុងក្រោយវិញគឺត្រូវការទឹកអម្រឹតពីអំបូរទេវៈប៉ុន្តែទឹកទាំងនោះសិតតែមានអ្នកការពារដ៏អង់អាចក្លាហានខ្ញុំត្រូវតែរកឲ្យបានលម្អិតលម្អន់ត្រូវតែតាំងឲ្យដល់កម្រិតកំពូលមកុលក៏សួរព្រះនាងថាបុស្បាក៏និយាយថាខ្ញុំទៅមុនគេគឺអំបូរគ្រុឌតែខ្ញុំត្រូវតែតាំងឲ្យដល់កម្រិតលំដាប់កំពូលថ្នាក់5ព្រោះបច្ចុប្បន្នខ្ញុំនៅកម្រិត4ហើយមកុលក៏ថាព្រះនាងត្រូវតែយកគុណក្រក់ព្រះនាងដែលព្រះនាងបង្កើតទុកនៅបាតនគរបុរាណនេះព្រោះអីអាចជួយព្រះនាងបានពេលធ្វើដំណើរប្រយុទ្ធនឹងសត្រូវតើបុស្បាធ្វើដំណើរជួបគ្រោះថ្នាក់អ្វីខ្លះតើបុស្បាអាចជួយស្ដេចប្រជុំនាគបានទេសូមបងប្អូនរងចាំទស្សនាភាគបន្តសូមអរគុណច្រើនសូមជម្រាបលា